នេះគឺជាបាទផ្លែប្រេងដូងនេះគ្រាប់ដូងដែលគេបេះពីលើដើមមកវាធ្លាក់មកវាល្បេះហើយនេះធំមកបងប្អូនអើយបាទមើលធំជាងដៃទៀតប៉ុណ្ណានៃដើមដូងប្រេងដែលគេបេះគេយកទៅគៀបយកទៅចម្រាញ់ជាប្រេងដូងធំផ្លែដូងប្រេងបងប្អូនបាទនេះមកធ្លាយវាចូល20-30 គីឡូឲ្យតាមមើលបាទវាធ្លាយវាធំហ្មងហើយមើលក្របដូងតំណងគួរឲ្យហូបកើតមើលទៅតំណងឆ្ងាញ់តែញ៉ាំអត់កើតទេបងប្អូនអើយបាទវាមានជាតិប្រេងហើយមកធ្លាយហ្នឹងបើលើក2នាក់អីមិនរួចបាទលើកដាក់ឡានប៉ុណ្ណានៃហ្មងផ្លែគួរឲ្យស្អាតហ្នឹងដូចស្លាដូងមិនដូងប្រេងតែស្លាដូងហើយនេះគឺកូនខ្ញុំថ្ងៃចុងសប្តាហ៍ទៅនឹងទៅណាបាទគឺមានតែដើរលេងក្នុងចំការដូងប្រេងបងប្អូនបាទមើលគេចាក់ដូងចាក់អីចឹងហ្នឹងបងប្អូនបាទមើលអាផ្លែមកធ្លាយនេះបងប្អូនបាទវាផ្លែគៀបជាមួយធៀងដូចម្នាស់អញ្ចឹងបាទមើលទៅហើយដូងប្រេងនៅការខ្លះទៅមានអាទៀបចឹងណាបងប្អូនបាទអានេះទឹមដាំអត់ទាន់បានប្រមូលផលម្ដងទេបងប្អូនវាទៀបតែទៀបហ្នឹងផ្លែមិនធម្មតាដែរហ្នឹងផ្លែឡើងពេញដើមបងប្អូនបាទអានេះវាអត់ទាន់ដល់ដំណាក់កាលប្រមូលផលទេវានៅទៀបឡើយបាទផ្លែឡើងពេញដើមអានេះសកម្មភាពបាទលួសមេឃដែលវាងាប់លួសហើយអានេះផ្លែវាមានទុំខ្លះដែរតើបងប្អូនបាទទុំខ្លះហើយឥឡូវចាប់ផ្ដើមលួសវាហើយចាក់យកអាផ្លែដែលទុំនឹងខ្លះបាទដើម្បីឲ្យវាឆាប់ខ្ពស់អញ្ចឹងអានេះដើមតន់ឡើងផុតពីដីមកហ្នឹងវានៅទៀបឡើយទៀបច្រើនណាដីមួយចកាហ្នឹងដើមរាប់រយរាប់ពាន់ដើមបងប្អូនអើយបាទដើមល្អទៀបអត់ទៅខ្ពស់អញ្ចឹងសំណុកកាប់អត់ចាំបាច់ពិបាកប្រើថ្វាងវែងយើងប្រើតែក្បិតខ្លីយើងអាចកាប់វាបានវានៅទៀបបងប្អូនបាទអានេះខ្ពស់អញ្ចឹងគឺយើងប្រើថ្វាងកាវបងប្អូនបាទកាវធៀងវាហើយបានយើងកាវផ្លែវាបាទTandan ni. Sini ada dua tandan. Ni បងប្អូនបាទផ្លែថ្វាងដែលគេកាវដូងបងប្អូនបាទគឺមានរូបរាងបែបហ្នឹងហើយគេផ្សំឡើងពីដែកយ៉ាងប្រណិតបងប្អូនបាទដែកនេះលក្ខណៈដែកថែបហ្មងបងប្អូនបាទហើយមុតមែនតែនបាទគឺគេមានចោះរុនខាងលើ2ហើយនឹងខាងក្រោមគឺគេចាប់ប្រឡងយ៉ាងជាប់អាហ្នឹងគេអត់ផ្សាយបងប្អូនបាទគឺគេចោះចាប់ប្រឡងអញ្ចឹងហើយពេលណាដែលវាផ្សាទៅគឺវាកាយទៅវាឆាប់បាក់នឹងដាច់បងប្អូនបាទដល់អញ្ចឹងគឺគេចាប់ប្រឡងបងប្អូនបាទហើយចុងរបស់វានេះបាទគឺគេធ្វើរៀងកងែកដើម្បីឲ្យកាយទៅវាងាយស្រួលនឹងឆាប់ដាច់បងប្អូនបាទហើយកាយស្រួលបងប្អូនដាក់ខ្វោកដូចកាយធៀងដងដូចកាយធៀងចេកអញ្ចឹងបងប្អូនបាទមើលហើយខាងក្រោមហ្នឹងគឺគេធ្វើលក្ខណៈជាដងដើម្បីឲ្យយើងសោកទីបហើយគឺគេរឹតប្រឡងបងប្អូនរឹតឲ្យវាគៀបជាប់ចឹងទៅបាទហើយវាកាយទៅងាយស្រួលវាអត់របូតបងប្អូនបាទនេះគឺគេចាប់ប្រឡងទាំងលើទាំងក្រោមបងប្អូនបាទហើយផ្លែវាទូចល្មមមិនធំបានទេគេធ្វើឡើងកងែកបាទហើយមុតទៅបងប្អូនបាទកាយខ្វោកបាទដូចកាយធៀងចេកចឹងបាទហើយដល់ពេលកាយ
dù tới về lấy sơ một chẳng thấy cứ cái miền ở đây upaco xâm liêng mà kế bằng ôn mà năng cứ miền play đôi play chạp chẳng chẳng mà do mò ru crowd chẳng tới bay buồn pram đòn chẳng tới stiệp mơ chẳng tới về một bình nhà bằng ôn mà thì upaco xâm liêng kia nó đôi các ba lấy kẹt nhá do bỏ kiệp kia ru crack trên đi mà mơ cá rồi bằng ôn mà đôi cá thiền che chứ khoách à hay bây giờ nơi crown thom đá dương vô cái vật cáp dương cáp pi bay cái vật ấy toàn đai không còn và ní cá sôi một lần là đặt khoách cá trong bay buồn thliê bay buồn thiêng tiền để mà vào cũng mua từng ngọn bà ní bằng ôn và mình dương khơi thà dương cá hỏi ấy bằng ôn và cứ việc miền lẹ cái nặng việc sôi hay một mà tên mà tiền một khoách mà và vừa thuộc riêng cái tàu chở lăng và cào lần sôi và anh ấy bơ vô ta cào đông tục cào thân áo ấy nơi té của sôi lại bằng ôn và cờ vật bẹp đi và sôi dừng trong lút của ban trong rùm việc clay của ban trong đàm đông của pua mán của lút đó lại bằng ôn và cứ nghĩ sôi lắm hay giờ nhóm khơi video bò tê vĩnh cứ việc chết khá giống cứ quát ọt pra cờ vật cứ quát lang cáp chẳng bóng ôn và lang cáp chẳng cứ cột nặng đó và đọc về thiêng đông với sát tập là về là đại dương cáp chẳng tới vì ai chẳng lẹ một lừa dương một để chẳng cái nào bằng ôn và tại nó cứ đằng mấy bạn chỉ quát lang cáp hay giờ khang nông cái chân pra thoang cài đó còn đắng ta mới linh là cặp vô giờ mọi người đông prey ní play tới ló play soi được miếng crop mà chứ mới tới và hay là cặp tele cho mong hay pa đông prey khá play men tôi nhau ông ôn nói play mà thề trong một hay 30 kg ấy nó vô một bữa sân chỉ cặp ấy thề lừa luôn nè cột nặng mơm khơi bọn ôn vậy tại này video này về phục bò té dùng khơi nghe lá cặp chẳng chạy vô mồ oi chạy chun mong ôn 10 giống cái nào mong ôn về rồi lên lá cặp chạy vô mong đây bà cứ bà dương cứ cài về này mong ôn mà đặt hoạch tay mà đong đi mà thề này cứ thốn mà mong ôn là sân chỉ lá cặp được mình ấy thì họ thề được luôn ấy đừng màu tầng đông màu tầng mình nữa không ôn bà mưa bập và thò mà đá hay níមួយទៀតសម្រាប់ដើមទៀបគឺគេមានកបិតមួយយ៉ាងទៀតបាទដូចលក្ខណៈដូចគេធ្វើដូចជាឆាកអញ្ចឹងបងប្អូនបាទគឺបុកយកចឹងតែម្ដងបាទអានេះវាធ្វើមុខសប៉ែតហើយធ្វើឡើងស្រួចហើយគឺដើរបុកយកតែម្ដងបាទហើយនេះគឺពេលដែលបុកហើយគឺគេចាប់ផ្ដើមបាទដើរប្រមូលអញ្ចឹងបងប្អូនបាទដើម្បីយកទៅគៀបอันนี้คือបើតាមនៅតាមចការខ្លះគឺមានរទេះដែលមានម៉ាស៊ីនដូចគោយន្តអញ្ចឹងបងប្អូនអាចបើកបរបានអញ្ចឹងគឺគេចូលវាងាយស្រួលចូលតាមប្រឡោះតូចអញ្ចឹងបងប្អូនបាទហើយការប្រមូលដាក់អទេសវិញគឺគេមានជាដែកបាទស្នស្រួចមួយហ្នឹងគឺគេបុកយកតែម្ដងបាទបុកដាក់បាទហើយអានេះទូចគឺបុកអាចលើកដាក់បានបងប្អូនបាទហើយសម្រាប់ឡានខ្ពស់វិញគឺគេបុកដូចគ្នាបងប្អូនបាទបុកដូចគ្នាហើយអានេះគឺអាម៉ត់អាក្របមិនម៉ត់បងប្អូនជាស្រ័យអាក្របតូចហ្នឹងបាទគឺគេរើសប្រមូលតទៅអស់បងប្អូនបាទប្រមូលព្រោះអាធំហ្នឹងគេយកទៅគឺគេត្រូវការបលេះដូចគ្នាដែរហ្នឹងបាទបលេះចឹងទេអាម៉ត់ហ្នឹងក៏គេរើសទៅអស់ដែរបងប្អូនបាទហើយនេះសម្រាប់ឡានខ្ពស់គឺបងគឺគាត់កម្លាំងអ្នកកម្លាំងមកគឺជោគបោះអត់រួចទេបងប្អូនបាទគឺជោគបោះវឺចឹងហើយអ្នកនៅលើហ្នឹងគឺចាំចាក់ទទួលចឹងអ្នករៀបបងប្អូនបាទហើយគឺគាត់អានេះជាចូលលក្ខណៈថាជំនាញអាជីពគេប្រចាំថ្ងៃហ៎បងប្អូនបាទបើយើងអត់ដែលធ្លាប់ធ្វើចឹងឆ្កងបងប្អូនបាទបោះស្រួលអត់ចូលឡានទៀតបាទជោគបោះមកផ្លែតអស់លេងបងប្អូនបាទលឿនណាហ្នឹងគឺអ
អស់បាត់ហើយបងប្អូនបាទមកផ្លេតសោះជោគបោះអាធំក៏បោះរួចហើយកន្លែងខ្លះទៅក៏ប្រើអត្រាដែលមានកញ្ចាប់ហ្នឹងបាទដើរចាប់កន្លែងខ្លះទៅអត់មានហ្នឹងក៏ប្រើវិធីសាស្ត្របោះតែនេះវាធូរកម្លាំងបងប្អូនបាទធូរកម្លាំងយើងចាប់បោះបាទស្រួលមួយយ៉ាងដែរមើលទៅបាទបច្ចេកទេសរបស់គេកន្លែងខ្លះវិញអត់ធ្វើចឹងទេបាទ